យើងត្រូវធ្វើដោយប្រុងប្រយ័ត្នល្ងាចនេះខាងក្រមអ្នកច្បាប់អន្តរជាតិមកដែលយើងត្រូវឲ្យទៅការពារយើងត្រូវទទួលយើងរៀបចំមេធាវីរៀបចំអ្នកច្បាប់មិនមែនអ្នកច្បាប់តែក្នុងស្រុកយើងយកអ្នកច្បាប់មេធាវីអន្តរជាតិដែលមានកម្រិតការពារតើមេធាវីមិននៅក្នុងកប៉ាល់យើងទេការរៀបចំឯកសាររៀបចំក្រុមការងារថ្ងៃមុនគ្រាន់តែប្រកាសសមាជិកក្រុមការងារយើងមានគ្រប់វិស័យមានអ្នកខ្លះចេញមកថារៀបចំក្រុមការងារនឹងបំបងបាយទៀតហើយគេយកតែ3នាក់បានហើយយកទៅធ្វើរឿងប្រទេសជាតិមួយទាំងមូលគេធ្វើដោយការងារម៉ត់ចត់ជាកម្លាំងសរុបច្បាប់ប្រើដល់ស្ថាប័នក្រសួងរដ្ឋមន្ត្រីក្រសួងយុតិធម៌រឿងការទូតប្រើទៅដល់រដ្ឋមន្ត្រីការបរទេសដែលជាប្រធានយើងយកចិត្តទុកដាក់ផលប្រយោជន៍ជាតិយើងមិនថយក្រោយទេយើងយកដោយសារនេះគឺជាដំណោះស្រាយដែលធានាបាននៅសន្តិភាពធានានៅការសហប្រតិបត្តិការគ្នាបន្តទៀតជៀសផុតពីការបង្ហូរឈាមដើម្បីដណ្ដើមនៅអ្វីដែលមិនពិតប្រាកដមិនច្បាស់លាស់ជាកន្លែងដែលនៅវិវាទបន្សល់រាប់រយឆ្នាំហើយជាពិសេសនៅពេលកន្លែងទាំង4នេះគឺត្រូវបានប្រកាសដោយភាគីប្រការតែជារបស់គេទៅហើយទាំងអ្នកដឹកនាំនយោបាយទាំងកងទ័ពគេថាចង់បានមកវាយគ្នាយកទៅអញ្ចឹងបានន័យថាជាចំហគេប្រកាសថាអានឹងរបស់គេទៅហើយទោះបីជាកន្លែងនឹងជាកន្លែងកំពុងតែមានវិវាទក៏ដោយនេះគឺជាការប្រកាសឯកតោភាគីត្រៀមប្រយុទ្ធកងទ័ពចិត្តជល់គ្នាអញ្ចឹងដំណោះស្រាយធ្វើម៉េចវាយគ្នាដូច2008 2011យើងធ្លាប់វាយហើយត្រឹមតែមកចរចាគ្នាដកថយដដែលស្លាប់របួសប្រមាណទៅឯងអញ្ចឹងយើងមិនចង់ទៅអញ៉ៃវាយម្ដងនឹងហើយផ្អាក5ឆ្នាំក្រោយវាយទៀតតើទៅរួចទេយើងចង់បញ្ចប់វាតែរោវគ្គទី3គឺតុលាការយុត្តិធម៌អន្តរជាតិតែម្ដងហើយពយន្តយន្តការនេះគ្រប់ប្រទេសច្រើនប្រទេសណាដែលប្រើខ្មែរខ្លួនឯងគឺយើងធ្លាប់ប្រើដែរប្រទេសនៅក្នុងអាស៊ានរបស់យើងសិង្ហបុរីម៉ាឡេស៊ីជាមួយឥណ្ឌូនេស៊ីអីគេប្រើហ្នឹងដែរពួកគេប្រើហ្នឹងកុំឲ្យវាឆ្លោះគ្នាច្រើនពេកអញ្ចឹងយើងយកជំរឿនសន្តិភាពនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាយើងមិនប្រើកម្លាំងបាយទេប៉ុន្តែកុំគិតថាកម្ពុជាខ្លាចឲ្យសោះកងទ័ពកម្ពុជាត្រៀមលក្ខណៈគ្រប់បែបយ៉ាងរួចជាស្រេចដើម្បីការពារទឹកដីបូរណភាពទឹកដីរបស់យើងមិនឲ្យបាត់1 មីលីម៉ែត្រទេ